កាលបើបុគ្គលជាន់មុនកើតមកមានជីវិតជាមនុស្សមុនហើយបុគ្គលជាន់មុននោះក៏ធ្វើនៅសេចក្តីសន្មតក្នុងការបានឃើញបានឮបានដឹងដោយអារម្មណ៍ទាំង6នោះបុគ្គលជាន់មុននោះក៏ធ្វើនៅសេចក្តីត្រេះរិះពិចារណានឹងការសន្មតអំពីលោកដែលជាអត្តភាពរបស់កាយនេះក្តីអំពីលោកដែលមិនមែនជាអត្តភាពរបស់កាយនេះក្តីអំពីលោកខាងក្នុងកាយនេះក្តីអំពីលោកខាងក្រៅកាយនេះក្តីអំពីភ្នែកនេះក្តីអំពីត្រចៀកនេះក្តីអំពីច្រមុះនេះក្តីអំពីអណ្ដាតនេះក្តីអំពីកាយនេះក្តីអំពីចិត្តនេះក្តីអំពីរូបក្តីអំពីសំឡេងក្តីអំពីក្លិនក្តីអំពីរសក្តីអំពីការប៉ះពាល់ដោយកាយនេះក្តីអំពីការពាល់ត្រូវអារម្មណ៍របស់ចិត្តក្តីអំពីអារម្មណ៍នៃការឃើញរូបក្តីអំពីអារម្មណ៍នៃការឮសូរសំឡេងក្តីអំពីអារម្មណ៍នៃការស្រង់ក្លិនក្តីអំពីអារម្មណ៍ក្នុងការទទួលរសជាតិក្តីអំពីអារម្មណ៍ដែលទទួលដឹងដោយកាយក្តីអំពីអារម្មណ៍ដែលមានការយល់ដឹងយល់ឃើញរបស់ចិត្តនេះមានសេចក្តីស្រឡាញ់ជាសុខនិងមិនស្រឡាញ់ជាទុក្ខក្តីនិងការសន្មតអំពីលោកដែលមិនមែនជាអត្តភាពនេះក្តីដូចជាការសន្មតថាមានមនុស្សក្តីថាមានសត្វក្តីថាមានបុគ្គលក្តីថាមានលោកនេះក្តីថាមានផែនដីនេះក្តីថាមានព្រះអាទិត្យក្តីថាមានព្រះច័ន្ទក្តីថាមានហ្វូងផ្កាយក្តីថាមានទឹកក្តីថាមានដីក្តីថាមានភ្លើងក្តីថាមានខ្យល់ក្តីនិងការសន្មតដទៃទៀតដ៏ច្រើននៅក្នុងលោកនេះដែលមិនមែនជាអត្តភាពរបស់អ្នកទាំងអស់គ្នាឯចំណែកបុគ្គលជាន់ក្រោយដែលកើតមកជាខាងក្រោយក៏បានស្គាល់ថាមានលោកនេះដោយការបានពាល់ត្រូវដោយអារម្មណ៍ទាំង6នោះទាំងការបានឃើញបានឮបានដឹងដោយអារម្មណ៍ទាំង6នោះដែលមានការសន្មតអំពីបុគ្គលជាន់មុនទាំងឡាយបុគ្គលជាន់ក្រោយដែលកើតមកមានជីវិតជាខាងក្រោយនោះក៏ធ្វើការសន្មតថាមានមនុស្សពិតក៏ធ្វើនៅការសន្មតថាមានសត្វពិតក៏ធ្វើនៅការសន្មតថាមានបុគ្គលពិតក៏ធ្វើនៅការសន្មតថាមានលោកនេះពិតក៏ធ្វើនៅការសន្មតថាមានផែនដីនេះពិតក៏ធ្វើនៅការសន្មតថាមានព្រះអាទិត្យពិតក៏ធ្វើនៅការសន្មតថាមានព្រះច័ន្ទពិតក៏ធ្វើនៅការសន្មតថាមានហ្វូងផ្កាយពិតក៏ធ្វើនៅការសន្មតថាមានទឹកពិតក៏ធ្វើនៅការសន្មតថាមានដីពិតក៏ធ្វើនៅការសន្មតថាមានភ្លើងពិតក៏ធ្វើនៅការសន្មតថាមានខ្យល់ពិតក៏ធ្វើនៅការសន្មតទាំងឡាយរបស់បុគ្គលជាន់មុនថា
ការសន្មតរបស់បុគ្គលជាន់មុននោះជាការសន្មតពិតកាលបើបុគ្គលជាន់ក្រោយធ្វើការសន្មតថាការសន្មតនោះពិតហើយចិត្តនោះក៏ជាប់ជាមួយនឹងការសន្មតនោះថាពិតដោយសេចក្តីស្រឡាញ់ពេញចិត្តក្នុងការសន្មតនោះថាពិតវិញ្ញាណនោះក៏តោងជាប់ជាមួយនាមរូបនោះដោយសេចក្តីស្រឡាញ់ពេញចិត្តពួកបុគ្គលណាមិនដឹងច្បាស់នៅទុក្ខផងនៅហេតុនាំឲ្យកើតទុក្ខផងនៅទីរលត់ទុក្ខសពគ្រប់ឥតមានសេសសល់ផងមិនដឹងច្បាស់នៅផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រងាប់ទុក្ខនោះផងពួកបុគ្គលនោះរមែងសាបសូន្យចាកចេតាវិមុតតិនិងបញ្ញាវិមុតតិពួកបុគ្គលនោះមិនគួរធ្វើទីបំផុតនៃទុក្ខបានឡើយពួកបុគ្គលនោះចូលទៅកាន់ជាតិនិងចរិយាដោយពិតលុះតែពួកបុគ្គលណាដឹងច្បាស់នៅទុក្ខផងនៅហេតុនាំឲ្យកើតទុក្ខផងនៅទីរលត់ទុក្ខសពគ្រប់ឥតមានសេសសល់ផងដឹងច្បាស់នៅផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រងាប់ទុក្ខនោះផងទើបបរិបូរណ៍ដោយចិត្តោវិមុតតិនិងបញ្ញាវិមុតតិពួកបុគ្គលនោះគួរធ្វើនៅទីបំផុតនៃទុក្ខបានពួកបុគ្គលនោះមិនចូលទៅកាន់ជាតិនិងចរិយាឡើយ